តោះថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលពីទស្សនវិជ្ជារបស់ទូកងដែលមានឈ្មោះថាស្រីស្រស់ស្ទឹងសានដែលកំពុងតែកសាងឡើងដោយស្នាដៃរបស់មេជាងកុងឡាតដែលជាជាងទូកចន្ទុលហោះមួយប្រចាំនៅខាងស្រុកប្រាសាទសំបូរនៃខេត្តកំពង់ធំឃើញថាស្នាដៃគឺគាត់គឺមានច្រើនជាពិសេសគឺមានដូចជាតាវលជោសែនជីបារមីកំពង់ស្បូវព្រះច័ន្ទកុមារធីរាសែនជីនិងទូកងជាច្រើនរួមទាំងទូកងខ្នាត22នាក់ផងដែរហើយនេះគឺជាចំណុះប្រហែលជា75នាក់ហើយសម្រាប់ស្រីស្រស់ស្ទឹងសែនហើយក៏ជាស្នាដៃថ្មីរបស់គាត់ផងដែរការពិតទៅបងប្អូនទូកងស្រីស្រស់ស្ទឹងសែននេះគឺចាប់ផ្ដើមកកើតតាំងពីដើមឆ្នាំ2025មកម្លេះរហូតដល់ឥឡូវនេះ2026ទៅតែបន្តការកសាងបន្តដោយសារតែមានភាពរអាក់រអួលបន្តិចបន្តួចអញ្ចឹងសង្ឃឹមថាក្នុងពេលឆាប់ៗនេះបងប្អូននឹងបានមើលទស្សនាចំពោះការរត់រកលបឿនចំពោះទូកងដែលមានឈ្មោះថាស្រីស្រស់ស្ទឹងសែនផងដែរបងប្អូនចំពោះទូកងមួយគ្រឿងនេះគឺជាទូកងមួយដែលបញ្ជាក់ពីអត្តសញ្ញាណរបស់បងប្អូនយើងនៅខាងស្រុកប្រាសាទសំពៅនៃខេត្តកំពង់ធំពិតផ្ទាល់តែម្ដងដោយសារតែកម្រមានណាស់ចំពោះទូកងដែលប្រើចន្ទុលហើយចំពោះបច្ចេកទេសទូកងមួយនេះគឺពិតជាកក្រើកមែនតើរយៈនេះដោយសារតែធ្វើភ្ជុះភ្លៀងខ្លាំងមែនតើនៅក្នុងបណ្ដាញសង្គម Facebook អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនយល់បែបណាដែរចំពោះស្រីស្រស់ស្ទឹងសែនមួយគ្រឿងនេះឃើញថាសម្រាប់បងប្អូនយើងនៅខាងឃុំកូលស្រុកប្រាសាទសំបូរជាពិសេសបងប្អូនយើងនៅខាងភូមិបាក់ស្រីគឺគាត់សប្បាយចិត្តរីករាយមែនទែនហើយសម្រាប់បងប្អូនយើងដែលចង់ចូលរួមឧបត្ថម្ភចំពោះទូកងនេះអាចចូលរួមបានតាមរយៈ QR code របស់លោកពូឈឹមវិចិត្រផ្ទាល់តែម្ដងខ្ញុំនឹងដាក់នៅលើវីដេអូនេះផងដែរអរគុណពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងស្រីស្រស់ស្ទឹងសែនតាំងពីដើមរហូតដល់ពេលនេះពិតជាអរគុណបងប្អូនមែនទែនទឹកចិត្តបងប្អូនពិតជាធំធេងណាស់សម្រាប់ទូកងមួយគ្រឿងនេះរបស់បងប្អូនយើងនៅខាងស្រុកប្រាសាទសំបូរ